គ្នាសាជាថ្មីម្ដងទៀតជាមួយនឹងមេរៀនតាក់ទងជាមួយនឹង vocabulary ពាក្យតែតាក់ទងជាមួយនឹងល្បែងប្រជាប្រិយអូខេកុំឲ្យខាតពេលយូរយើងទៅអានពាក្យទាំងអស់គ្នាពាក្យទី1គេអានថា sex race អញ្ចឹងខ្ញុំដាក់ជា IPA pronunciation ឲ្យអ្នកទាំងអស់គ្នាអានងាយស្រួលអានដល់ពេលដែលយើងអានទៅគឺបានត្រឹមត្រូវច្រើនអញ្ចឹងណាអូខេ sex race នេះមានន័យថាម៉េចគឺជាការប្រណាំងលោតក្នុងបាវដែលកាលពីសម័យដែលយើងនៅតូចៗណាយើងចូលចិត្តលេងលោតក្នុងបាវជាមួយមិត្តភ័ក្តិជាមួយនឹងបងប្អូនឲ្យយើងដែលនៅតាមភូមិឬនៅក្នុងសាលារៀនអីចឹងទៅអញ្ចឹងនិយមន័យរបស់ sex race នេះមានន័យថា a race where player hop forward inside a sack មានន័យថាគឺជាការប្រណាំងមួយដែលបេក្ខជនឬក៏បេក្ខនារីនេះដែលគាត់ជាអ្នកលេងនេះគឺគាត់លោតទៅមុខនៅក្នុងបាវអូខេអញ្ចឹងនេះគឺជាពាក្យទី1អញ្ចឹងយើងទៅមើលនៅពាក្យទី2ល្បែងប្រជាប្រិយឬក៏ fitness ឬក៏ movement នេះអូខេពាក្យទី2យើងអានថា skipping rope ដែលមានន័យថាការលោតខ្សែអន្ទាក់អញ្ចឹងការលេងលោតខ្សែអន្ទាក់នេះយើងអាចលេងម្នាក់ឯងក៏បានយើងអាចលេងជាក្រុមក៏បានអញ្ចឹងណាអញ្ចឹងនិយមន័យរបស់វាគឺ jumping over a rope that is swung around the body jumping over a rope that is swung around the body អូខេនេះគឺជានិយមន័យរបស់ skipping rope អូខេ so ពាក្យទី3ដែលយើងអាចនិយាយបានថាជាការលេងល្បែងទាញព្រ័ត្រអញ្ចឹងណាអញ្ចឹងកាលពីនៅតែខ្ញុំរៀនភាសាអង់គ្លេសដំបូងគឺខ្ញុំអត់ដឹងដែរពាក្យភាសាអង់គ្លេសទាញព្រ័ត្រនេះគេអានថាម៉េចគឺខ្ញុំអត់ដឹងទេអញ្ចឹងថ្ងៃនេះដែរគឺខ្ញុំលើកយកជាមួយនឹងការទាញព្រ័ត្រនេះមកឲ្យបងប្អូនដឹងតាក់ទងជាមួយនឹងពាក្យជាភាសាអង់គ្លេសអូខេអញ្ចឹងគេអានថា tug of war អូខេមានន័យថាល្បែងទាញព្រ័ត្រអញ្ចឹងនិយមន័យរបស់វាគឺ a game where two teams pull a rope in opposite directions អូខេមានន័យថាគឺជាល្បែងមួយដែលមានពីរក្រុមដែលគាត់ទាញម្ខាងម្នាក់អញ្ចឹងណាទាញខ្សែម្ខាងម្នាក់អញ្ចឹងអូខេឧទាហរណ៍ថាយើងលេងអញ្ចឹងក្រុមនេះគាត់ទាញមកក្រោយអញ្ចឹងក្រុមនេះគាត់ទាញមកក្រោយអញ្ចឹងមានន័យថាទាញបច្ច្រាស់គ្នាអូខេអញ្ចឹងនេះគឺជាពាក្យទី3អញ្ចឹងចូលមកដល់ពាក្យទី4អូខេគឺល្បែងនេះដែលយើងតែងតែលេងពីនៅក្មេងតូចៗណាយើងតែងតែដើរគេហៅថាចុងម្រាមណាអញ្ចឹងនៅក្នុងភាសាអង់គ្លេសគេអានថា standing on tiptoes អូខេ standing on tiptoe មានន័យថាការឈរលើចុងម្រាមជើងអូខេដែលនិយមន័យរបស់វាគឺ standing on the toes with heel raised អូខេ standing on the toe with heel raised អូខេអញ្ចឹងនេះគឺជាពាក្យទី4អញ្ចឹងយើងទៅមើលពាក្យទី5ដែលជាពាក្យចុងក្រោយដែលខ្ញុំលើកយកមកបង្រៀនបងប្អូននៅថ្ងៃនេះអញ្ចឹងល្បែងនេះគេហៅថាល្បែងរត់ជើង3អញ្ចឹងណាល្បែងរត់ជើង3អញ្ចឹងមានន័យថាជើងពីរនេះយើងចងភ្ជាប់គុំគ្នាបានជាជើង1អញ្ចឹងជើង2ជើង3អូខេ so in English what we call this we call three leg race អូខេ three leg race បើកាលណាយើងមាន IPA pronunciation នេះគឺអាចជួយយើងអានត្រឹមត្រូវបានច្រើនអញ្ចឹងល្បែងនេះគេហៅថាល្បែងរត់ជើង3អញ្ចឹងនិយមន័យរបស់វាគឺ a race where two players tie one leg together and run អញ្ចឹងមានន័យថាគឺជាការប្រណាំងមួយដែលអ្នកលេងពីរនាក់គាត់ចងជើងភ្ជាប់គ្នាបន្ទាប់មកគាត់